ចិត្តចូលឆ្នាំខ្មែរហើយនៅសល់តែប្រហែលថ្ងៃទៀតប៉ុណ្ណោះយើងនឹងឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីក្នុងកំឡុងពេលមុនចូលឆ្នាំនេះតើប្រជាជនខ្មែរយើងនិយមធ្វើអ្វីខ្លះការរៀបចំស្វាគមន៍ចូលឆ្នាំថ្មីឬពិធីបុណ្យចូលឆ្នាំខ្មែរដែលយើងតែងហៅថាបុណ្យចូលឆ្នាំខ្មែរគឺជាពិធីបុណ្យដ៏ធំបំផុតមួយរបស់ប្រជាជនខ្មែរពិធីនេះត្រូវបានអនុវត្តចាប់ពីថ្ងៃចុងក្រោយនៃឆ្នាំចាស់រហូតដល់ថ្ងៃទី3នៃឆ្នាំថ្មីខាងក្រោមនេះគឺជាទំនៀមទម្លាប់សំខាន់មួយចំនួនមុនពេលចូលឆ្នាំខ្មែរដែលជនជាតិខ្មែរយើងតែងនិយមធ្វើតាំងពីដើមរៀងមកទី1ការសម្អាតផ្ទះនិងតុបតែងផ្ទះឲ្យស្អាតមុនពេលចូលឆ្នាំថ្មីគ្រួសារខ្មែរតែងតែសម្អាតផ្ទះឲ្យស្អាតដោយមានការតុបតែងជាក្រដាសពណ៌គោមនិងទង់ជ្វាលាជាដើមដើម្បីស្វាគមន៍សំណាងល្អនិងបណ្ដេញអារម្មណ៍អវិជ្ជមានចេញមិនត្រឹមតែផ្ទះរស់នៅទេកន្លែងធ្វើការឬក្រុមហ៊ុននានាវត្តអារាមក៏បានតុបតែងផងដែរការរៀបចំផ្ទះឬកន្លែងធ្វើការឲ្យស្អាតបែបនេះព្រោះគេមានជំនឿថាការបិទផ្ទះដោយក្រដាសពណ៌ឬផ្កាភ្ញីនឹងជួយការពារហេតុការណ៍អាក្រក់មិនឲ្យកើតមានឡើងហើយនឹងទាក់ទាញសំណាងល្អចូលមកចាប់ពីឆ្នាំថ្មីតទៅទី2ការសូត្រមន្តលើករាសីចិត្តចូលឆ្នាំខ្មែរប្រជាជនខ្មែរតែងនិយមធ្វើពិធីសូត្រមន្តលើករាសីនៅតាមផ្ទះតាមក្រសួងតាមក្រុមហ៊ុនតាមសាលារៀនជាដើមដើម្បីផ្ដាច់ឧបទ្រពចង្រៃនៅក្នុងឆ្នាំចាស់ហើយសូមសេចក្តីសុខសំណាងល្អនៅក្នុងឆ្នាំថ្មីទី3ការលេងល្បែងប្រជាប្រិយនិងរាំប្រជាប្រិយមុនពេលចូលឆ្នាំខ្មែរមកដល់គឺមុនប្រហែលជាមួយខែឬកន្លះខែប្រជាជនខ្មែរតែងតែនាំគ្នាលេងល្បែងប្រជាប្រិយផ្សេងនៅតាមភូមិស្រុកឬនៅតាមសាលារៀនវត្តអារាមជាដើមហើយល្បែងប្រជាប្រិយទាំងនោះមានដូចជាបោះអង្គញ់ចោលឈូងទាញព្រាត់លាក់កន្សែងចាប់កូនខ្លែងស្ដេចចង់លាក់ហើយនឹងរាំលេងតាមចង្វាក់ប្រពៃណីខ្មែរដូចជារាំវង់រាំក្បាច់សារ៉ាវ៉ាន់ឡាំលាវជាដើមហើយការលេងល្បែងនិងរាំប្រជាប្រិយនេះភាគច្រើនគឺគេតែងធ្វើនៅពេលយប់ទី4ការរៀបចំគ្រឿងសក្ការៈនិងផ្កាភ្ញីគ្រួសារខ្មែរតែងតែរៀបចំជាសាដក់ផ្កាភ្ញីធូបទៀននិងគ្រឿងសក្ការៈផ្សេងសម្រាប់ត្រៀមថ្វាយព្រះពុទ្ធនិងគោរពដូនតានៅក្នុងពេលចូលឆ្នាំថ្មីទី5ពិធីបង្សុកូលជូនជីដូនជីតាញាតិកា7សន្តានមុនពេលចូលឆ្នាំក្រុមគ្រួសារខ្មែរតែងតែនាំបងប្អូនក្រុមគ្រួសារទៅធ្វើពិធីបង្សុកូលនៅតាមចេតិយជីដូនជីតាដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់ញាតិសាច់សាលោហិតឬក៏ប្រគេនស្បៀងអាហារសម្ពុតសាដក់និងវត្ថុផ្សេងដល់ព្រះសង្ឃទី6ការរៀបចំសម្លៀកបំពាក់ថ្មីនិងតុបតែងខ្លួនជាទម្លាប់របស់ខ្មែរមុនពិធីចូលឆ្នាំគេតែងតែរៀបចំខោអាវថ្មីនិងតុបតែងកាយឲ្យស្អាតសម្រាប់ពិធីចូលឆ្នាំដោយគេជឿថានឹងនាំមកនូវសេចក្តីសុខសិរីសួស្តីនិងសំណាងល្អពេញមួយឆ្នាំទី7ការរៀបចំលុយថ្មីសម្រាប់ដាក់បាតលោកឲ្យមនុស្សចាស់និងក្មេងៗមុនពេលចូលឆ្នាំថ្មីមកដល់មានទំនៀមទម្លាប់រៀបចំលុយថ្មីជូនចាស់និងឲ្យដល់ក្មេងៗហើយនឹងទុកសម្រាប់រាប់បាតព្រះសង្ឃផងដែរទី8ការរៀបចំម្ហូបអាហារពិសេសអាហារដែលគេត្រៀមសម្រាប់បុណ្យចូលឆ្នាំខ្មែរគឺជាអាហារពិសេសដែលគេនិយមរៀបចំមានច្រើនមុខដូចជានំអន្សមជ្រូកអន្សមចេកនំបត់នំគមនំជាលាក់ចំពោះម្ហូបអាហារបរិភោគវិញមានដូចជាសម្លការីសម្លកកូរប្រហុកខ្ទិះផ្អក
ខនិងម្ហូបជាច្រើនទៀតសម្រាប់យកទៅវត្តនិងទុកបរិភោគជួបជុំជាមួយគ្រួសារទី9ការជូនពរគ្នាទៅវិញទៅមកមុនពេលចូលឆ្នាំថ្មីមកដល់មនុស្សជាច្រើនតែងតែជូនពរគ្នាទៅវិញទៅមកដោយពាក្យជូនពរសូមឲ្យសុខសប្បាយរកស៊ីមានបានមានសុខភាពល្អនៅក្នុងឆ្នាំថ្មីទំនៀមទម្លាប់ដូចដែលយើងបានរៀបរាប់ពីខាងលើនេះគឺជាទំនៀមទម្លាប់ដែលធ្វើឲ្យបុណ្យចូលឆ្នាំខ្មែរកាន់តែមានភាពអធិកអធមរីករាយនិងពោរពេញទៅដោយសំណាងល្អសួស្តីឆ្នាំថ្មីតទៅនេះគឺជាសកម្មភាពខ្លះៗដែលប្រារព្ធធ្វើនៅក្នុងវិទ្យាល័យជាស៊ីមបឹងកេងកងសូមទស្សនាដោយរីករាយសួស្តីឆ្នាំថ្មីมุขสัพพิวะตาอะระหะตาสัมมาสัมพุทธัสสะสัพพิวะตาอะระหะตาสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตสัมมาสัมพุทธัสสะสัพพิพุทธิพลังปัตตาปฏิกานิยังพลังรันตังจะเป็นที่ละอังวันเตียลิสาเบสาพุทโธจะมาจะThô đằng đây rồi. Ukasa Imang Imang Dari Papajang Di Papajang Remon Dalang Ukasa Eka Bantesa Kera Mani Cetiyang Tarang Sa Phe Hane Natat Hame Tukiyam Pe Ukasa Dia Sim Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ những video hấp dẫn ในជាមួយនឹងគ្នាសូមឲ្យតាំងចិត្តឲ្យជ្រះថ្លាហើយទទួលយកបុណ្យកុសលអំពីយើងខ្ញុំជាកូនចៅណាសូមបូជាឲ្យស្ងសច្ចាទៅបាទកូនបងកូនស្រីមួយបងមួយស្រីឬក៏លោកគ្រូអ្នកគ្រូបាទទាំងអស់គ្នាในโลกนี้เราตัวเราผู้คนมีปลายวัตถุสำหรับปรับปรุงเลือกเรียใส่ในขนมพิธีป่าสวดมนต์ในขนมประกอบป่านี้ป่าเรือลอยหอยทรงกรมจืดป่าลูกครูนักครูเมียนลูกครูนิยมป่านดเงินนี้นังลูกใส่จีตามปริยาพิยารนันตังเบกังทุเสกวิคิเนียจิตวามุนันตุตังเตจะสาภวะตเตจะยังนันเกลียในของท่านตถาก็มาไปหาพระสุทธิอรนันตังเทียวันเตโยชนะประทานภูเลเมียละวันตังอันทิพิสังกัตมโนจิตวาเตจะสาภวะตเตจะยังนันเกลียในการทวาตการทั้งอุตารังอิวัจาพิเนยเยียจันจายตันทวจันังจัตกายมัจเถอภิธิเนียจิตวาปุพิยเวนะเตเจียนพิยเวนะอันเทียนพิยเวนะปะเลียนุพิยเวนะสุเยอเปเทวตานะตุอาโมหันหอมูลมอประสันโตเอตาเสสุเจยังเปเทวตานะตุอาเนมูลมอติរបស់យើងខ្ញុំទាំងឡាយនេះខ
ายตัวเกียอาหารตึก ลายเตยเจียหาตึก เฮ้ยจูนเตอสมัยต่างท่าน หายจุดเตยสมัยต่างหา บ้านเบลเยีย บ้านตอนยีด รบยึกยมถึงไร ก็ยิงยิงเป็นลาย สุใบอาคารเลยโสมอนุโมทนี หัดนั้นโปรนมเสียงประสานกรมมาองโซรา ข้าวสะอาดสะอาด อะไรมาช่วยเจ้าน้องนะ